ចាជំរាបសួរនិងសួស្តីដល់ពុកម៉ែបងប្អូនអ្នកគ្នាដែលនិយមលេងឆ្នោតវៀតណាមចឹងសម្រាប់ថ្ងៃនេះខាងប្អូនក៏មានលេខតម្រុយល្អនិងតម្រុយច្បាស់ដើម្បីចែកជូនឲ្យពុកម៉ែបងប្អូនទាំងគ្នាយកទៅលេងនឹងសងសំណាងផងដែរចឹងតម្រុយដែលបងប្អូនឲ្យលេងក្នុងថ្ងៃនេះបងប្អូនឲ្យលេខតូច3គ្រាប់និងលេខធំ2គ្រាប់កូនចាពុកម៉ែបងប្អូនយកទៅលេងកុំភ្លេចកូនផងណាហើយសម្រាប់លេខដែលបងប្អូនឲ្យទៅលេងនេះចាលេខបុកក៏ល្អលេខធំក៏ល្អដែរលេង4ប៉ុស A B C D លេខដែលបងប្អូន free ឲ្យលេងនេះបងប្អូនមិនអាចបញ្ជាក់ប៉ុសឬក៏បញ្ជាក់ម៉ោងឲ្យពុកម៉ែបងប្អូនទៅលេងបានត្រឹមត្រូវទេណាចាបងប្អូនឲ្យលេងទាំង4ប៉ុសតែម្ដងហើយបងប្អូនឲ្យលេខនេះលេងម៉ោង4និងវេនម៉ោង6:30នាទីបើពុកម៉ែបងប្អូនចង់លេងម៉ោង1អីពុកម៉ែបងប្អូនអាចយកទៅចាក់បានហើយសម្រាប់ការពីម្សិលមិញចាថ្ងៃទី27ការពីម្សិលមិញកូនសិស្សបងប្អូនគាត់ហេងខ្លាំងមែនតែនគាត់បានចូលចំហាកុដប៉ុស B ចាគាត់ហេងខ្លាំងសម្រាប់ការពីម្សិលមិញថ្ងៃទី27ចាអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានលេខល្អលេខបុកច្បាស់ចំដូចជាកូនសិស្សបងប្អូនបែបហ្នឹងអាចតាក់ទងមកតាកំប៉ុងឆ្នោតយួនបងប្អូនបានសម្រាប់ក្នុងថ្ងៃនេះផងដែរទី28នេះបងប្អូនមានលេខចាចុងម៉ោង1គ្រាប់ឲ្យលេងពីប៉ុស BC ចាក់ត្រង់ពេលត្រូវបងប្អូនសូមសកូនតាមក្រោយសម្រាប់សកូនមិនថ្លៃទេសកូនត្រឹមតែ 120,000 រៀលទេអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានលេខល្អមួយគ្រាប់ចាបុកច្បាស់ចូលចំដូចជាកូនសិស្សបងប្អូនបែបហ្នឹងពុកម៉ែបងប្អូនអាចតាក់ទងមកខាងតាកំប៉ុងឆ្នោតយួនបានគ្រាន់តែពុកម៉ែបងប្អូនវាយតាកំប៉ោងដកឃ្លាឆ្នោតយួនពុកម៉ែបងប្អូននឹងឃើញ account Facebook បងប្អូនបែបហ្នឹងនឹងមានលេខទូរស័ព្ទបងប្អូនមួយខ្សែ09634831097ចាចឹងពុកម៉ែបងប្អូនអាចតាក់ទងមកខាងបងប្អូនតាមទាំងបានធានាក្នុងថ្ងៃទី28នេះពុកម៉ែបងប្អូនអ្នកគ្នាយកលេខបងប្អូនយកទៅលេងហើយមិនបាច់ភ័យខ្លាចថាខ្លាចមិនត្រូវចេះខ្លាចត្រូវចុះទេចាបើសិនជាលេខបងប្អូនមិនត្រូវលេខបងប្អូនមិនច្បាស់ក៏បងប្អូនមិនហ៊ានលក់ឲ្យពុកម៉ែបងប្អូនយកទៅចាក់ដែរចាព្រោះអីអស់លុយច្រើនអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានលេខល្អចាក់គ្រូច្រើនឲ្យពុកម៉ែបងប្អូនចាក់ដែរត្រូវសោះមកសាកសងសំណាងជាមួយតាកំប៉ុងឆ្នោតយួនបានធានាក្នុងថ្ងៃទី28នេះបងប្អូនមានលេខបុកគៀកម៉ោងល្អទាំងម៉ោង4និងម៉ោង6:30នាទីច្បាស់ខ្លាំងចាធានាថាបុកយកលុយមេបានតែម្ដងសម្រាប់ក្នុងថ្ងៃទី28ចាហើយខាងបងប្អូនក៏មានអីច្រើនដែរបងប្អូនមានតែប៉ុណ្ណឹងដើម្បីចែកជូនឲ្យពុកម៉ែបងប្អូនអ្នកគ្នាយកទៅលេងនឹងសងសំណាងឲ្យពុកម៉ែបងប្អូនសូមចិត្តពុកម៉ែបងប្អូនជួយចុចមេដៃនិង comment 168ចា share វីដេអូម្នាក់មួយពុកម៉ែបងប្អូននឹងទទួលបានហេងទទួលបានលៀបទទួលបានសំណាងពីខាង Facebook ឬខាងchannel YouTube បងប្អូនយកទៅលេងជាប្រចាំថ្ងៃផងដែរអញ្ចឹងបងប្អូនជូនពរពុកម៉ែបងប្អូនក្នុងថ្ងៃទី28នេះសូមឲ្យហេងអ្នកគ្នាសូមអរគុណក៏សូមជម្រាបលា